នៅពេលយប់មួយអេរីបានយកកំបិតពីផ្ទះបាយឡើងទៅលើឡានរបស់នាងហើយបានធ្វើដំណើរចេញទៅទឹកភ្នែករបស់នាងហូរចុះមកនៅពេលដែលនាងមើលទៅកប៉ាល់តូចមួយដែលនាងបានយកមកជាមួយមិនយូរប៉ុន្មាននាងក៏មកដល់តំបន់អភិរក្សធម្មជាតិអេរីនាងបានឆ្ពោះទៅកាន់ថ្មចោតមួយកន្លែងដែលមានភ្នោកុមារម្នាក់ដែលបានស្លាប់នៅកន្លែងនោះអេរីនាងបានមើលរូបថតរបស់ក្មេងប្រុសម្នាក់នោះហើយនាងក៏បានយំចេញមកមុននឹងនាងដើរទៅចន្លងជ្រោះហើយមានចេតនាថានឹងលោតសម្លាប់ខ្លួនទោះជាយ៉ាងណានៅពេលដែលនាងដើរមកដល់ចំណោតថ្មនាងបានឈប់នៅស្ងៀមហើយមិនអាចដើរទៅមុខបានទៀតភ្លាមនោះក៏មានបរិសម្នាក់បានលេចឡើងនៅក្បែរនាងហើយគាត់បានណែនាំខ្លួនឯងថាគាត់មានឈ្មោះថារីឆាតហើយគាត់សួរអំពីគ្រោះថ្នាក់ដែលបានកើតឡើងហើយគាត់ក៏មិនមានបំណងថានឹងចង់រារាំងនាងផងដែរព្រោះគាត់ក៏បានបាត់បង់មនុស្សដែលគាត់ស្រឡាញ់ដែរកាលពីមុនខណៈពេលដែលរីឆាតគាត់បានឆ្លោះគ្នាជាមួយនឹងខូអ៊ីមិត្តស្រីរបស់គាត់ហើយគាត់បានឆ្លោះប្រកែកគ្នារហូតដល់គាត់បានបើកឡានធ្លាក់ពីលើចំណោតថ្មបណ្ដាលឲ្យខូអ៊ីបានស្លាប់ហើយគាត់តែងតែបន្ទោសខ្លួនឯងរហូតមកអ៊ីរីនាងបានស្ដាប់រឿងរ៉ាវរបស់រីឆាតហើយនាងចាប់ផ្ដើមមានអារម្មណ៍ថាអាណិតគាត់តែរីឆាតគាត់បានបង្ហាញអាកប្បកិរិយាមិនពេញចិត្តចេញមកព្រោះថាគ្រប់គ្នាតែងតែអាណិតស្រឡាញ់ខូអ៊ីនៅខណៈពេលដែលគាត់ត្រូវទទួលរងទុក្ខវេទនាអស់ជាង3ខែដោយស្ទើរតែមិនអាចនឹងកម្រើកខ្លួនបានអេរីនាងបានយល់ពីរីឆាតយ៉ាងច្បាស់ព្រោះកូនប្រុសរបស់នាងក៏បានស្លាប់ដោយសារការធ្វេសប្រហែសរបស់នាងដែរនៅពេលនោះប្តីរបស់នាងកំពុងឆ្លាក់ឈ្មោះនៅលើដើមឈើខណៈពេលដែលអេរីនាងរវល់តែរើសផ្កាដោយមិនបានយកចិត្តទុកដាក់ថាកូនរបស់ពួកគេធ្លាក់ពីកន្លែងខ្ពស់នាងមានអារម្មណ៍ថាខ្លួនឯងមានកំហុសនៅរឿងដែលបានកើតឡើងហើយមិនចង់រស់បន្តទៀតទេវាហាក់បីដូចជាអ្វីមួយនៅក្នុងខ្លួននាងវាបានបែកបាក់បាត់អស់ទៅហើយភ្លាមនោះរីឆាតក៏បានក្រោកឡើងហើយរៀបនឹងចាក់ចេញទៅអ៊ីរីនាងមានអារម្មណ៍ថានាងមិនចង់លូតសម្រាប់ខ្លួនទៀតទេដូច្នេះនាងបានដើរតាមរីឆាតរហូតដល់កន្លែងចតឡាននៅពេលទៅដល់អ៊ីរីនាងបានឃើញថារីឆាតគាត់បានចតឡាននៅជិតឡានរបស់នាងខ្លាំងពេកហើយរីឆាតគាត់បានដើរមកជិតហាក់ដូចជាចង់ជួយនាងក៏ប៉ុន្តែភ្លាមនោះគាត់បានប្រើដុំឆក់អគ្គិសនីទៅលើអ៊ីរីធ្វើឲ្យនាងសន្លប់បាត់បង់ស្មារតីនៅពេលដែលនាងដឹងខ្លួនឡើងវិញអ៊ីរីនាងបានដឹងថាខ្លួននាងត្រូវបានចងនៅលើកៅអីខាងក្រោយឡានរីឆាតគាត់បានប្រមាននាងថាគ្មានប្រយោជន៍ក្នុងការស្រែកហៅរកជំនួយនោះទេហើយនៅលើភ្នំក៏មិនមានសេវាទូរស័ព្ទដែរដូច្នេះគ្មានអ្នកណាអាចជួយនាងបានទេគាត់បានសើចចំអកអ៊ីរីហើយគាត់បានយករបស់លេងរបស់កូនប្រុសរបស់នាងមកធ្វើជាការជេរប្រមាថនិងធ្វើឲ្យនាងមានអារម្មណ៍ថាអស់សង្ឃឹមនៅពេលនោះអ៊ីរីនាងបានចាំថានាងបានលាក់កំបិតនៅក្នុងហោប៉ៅរបស់នាងអ៊ីរីបានយកវាចេញយ៉ាងប្រយ័ត្នបន្ទាប់មកចាប់ផ្ដើមកាត់ខ្សែដែលចងនៅលើដៃរបស់នាងយ៉ាងយឺតដើម្បីបង្វែរការយកចិត្តទុកដាក់របស់រីឆាតអ៊ីរីនាងបានព្យាយាមសួរអំពីគ្រួសាររបស់រីឆាតតែរីឆាតគាត់បានបាត់បែនទៅនិយាយរឿងកូនប្រុសរបស់នាងហើយប្រាប់ថាគាត់មានគម្រោងនឹងយកអេរីទៅកាន់ផ្ទះតូចមួយនៅក្នុងព្រៃហើយពួកគេនឹងចំណាយពេលវេលារស់នៅជាមួយនឹងគ្នាហើយគាត់នឹងចង់សក់ឲ្យនាងហើយនៅខណៈពេលដែលរីឆាតគាត់កំពុងតែស្រមើស្រមៃអេរីនាងក៏បានកាត់ខ្សែនៅលើដៃរបស់នាងបានដោយជោគជ័យហើយបានប្រើឱកាសនេះដើម្បីចាក់ចេញដោយនាងបានយកកំបិតទៅចាក់ពីក្រោយទោះបីជារបួសមិនជ្រៅក៏ដោយរីឆាតគាត់បានបាត់បង់ការគ្រប់គ្រងរហូតដល់ឡានបានបើកទៅបុកនឹងដើមឈើអេរីនាងបានព្យាយាមរត់ចេញហើយដោះខ្សែចំណងជើងរបស់នាងប៉ុន្តែនាងមិនដឹងថាត្រូវរត់ទៅណានោះទេរីឆាតគាត់បានក្រោកឡើងមកដោយកំហឹងដោយសារតែនាងបានធ្វើឲ្យផែនការរបស់គាត់បរាជ័យគាត់បាននិយាយថាគាត់មិនគួរណាភ្លេចពិនិត្យកប៉ៅខោរបស់នាងទេក្នុងពេលជាមួយគ្នានោះគាត់ក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែរព្រោះថានាងអាចទប់ទល់នឹងគាត់បានដល់ពេលនេះព្រោះមុននឹងបន្តិចគាត់បានចាក់ថ្នាំស្ពឹកឲ្យនាងអ៊ីរីនាងចាប់ផ្ដើមមានអារម្មណ៍ពីផលប៉ះពាល់នៃថ្នាំដែលរីឆាតបានចាក់ចូលទៅក្នុងខ្លួននាងចាប់ផ្ដើមមានអារម្មណ៍ថាអស់កម្លាំងមិនអាចនិយាយឬធ្វើចលនាបានរីឆាតគាត់បានប្រាប់ថាវាគ្មានប្រយោជន៍ក្នុងការប្រឆាំងនឹងគាត់ហើយមិនយូរប៉ុន្មាននាងនឹងមិនអាចកម្រើកខ្លួនបានទៀតទេទោះជាយ៉ាងណាអេរីនាងបានព្យាយាមរត់ចូលទៅក្នុងព្រៃនាងបានកំណត់ពេលវេលានៅលើនាងនីកាដើម្បីជួយរំលឹកនៅពេលដែលរាងកាយរបស់នាងចាប់ផ្ដើមឈប់ដំណើរការនាងបានព្យាយាមរត់ចេញពីផ្លូវទៅឲ្យឆ្ងាយតាមដែលអាចធ្វើបានប៉ុន្តែនាងចាប់ផ្ដើមមានអារម្មណ៍ថាស្ពឹកស្រពោនហើយសំឡេងរបស់រីឆាតក៏កាន់តែខ្លាំងឡើងនិងខិតជិតនាងបន្តិចម្ដងទីបំផុតរាងកាយរបស់អេរីក៏កម្រើកលែងរួចទាំងស្រុងនាងបានឃើញរូងមួយនៅក្រោមឫសឈើធំមួយដូច្នេះនាងបានលូនចូលទៅលាក់ខ្លួនសំឡេងរបស់រីឆាតបានឮនៅជិតនាងប៉ុន្តែនៅពេលដែលគាត់មិនឃើញការធ្វើចលនាណាមួយរីឆាតគាត់ក៏បានដើរឆ្លងកាត់កន្លែងនោះទៅអេរីនាងបានដកដង្ហើមធំយ៉ាងធូរទ្រូងប៉ុន្តែភ្លាមនោះនាងក៏បានដឹងថានាងកំពុងលាក់ខ្លួននៅក្នុងរុងស្រមោចពួកវាចាប់ផ្ដើមវាឡើងលើច្រមុះនិងភ្នែករបស់នាងអេរីបានព្យាយាមទ្រាំប៉ុន្តែទីបំផុតនាងមិនអាចទ្រាំបានទៀតទេនាងបានរមៀលខ្លួនចេញពីរុងហើយសំឡេងស្រែករបស់នាងបានទាក់ទាញការយកចិត្តទុកដាក់របស់រីឆាតគាត់បានដើរត្រឡប់មកវិញភ្លាមហើយនៅពេលដែលអេរីនាងបានសម្រេចចិត្តលោតចូលទៅក្នុងទន្លេរីឆាតគាត់បានស្រែកតាមថានាងនឹងត្រូវលង់ទឹកស្លាប់ជាមិនខានតែអេរីនាងបានព្យាយាមយ៉ាងខ្លាំងដើម្បីឲ្យខ្លួននាងអណ្ដែតលើទឹកនាងបានព្យាយាមប្រឹងប្រែងរហូតដល់អាចអូសខ្លួនឯងឡើងមកដល់ច្រាំងបានទោះជានៅពេលនោះរាងកាយរបស់នាងក៏កម្រើកលែងបានទាំងស្រុងអេរីនាងបានចាប់ដើមមើលជុំវិញហើយឃើញផ្ទះមួយខ្នងដែលនៅមិនឆ្ងាយពីនាងមិនយូរប៉ុន្មាននាងបានឮសំឡេងម៉ាស៊ីនកាត់ស្មៅអេរីនាងបានព្យាយាមមើលទៅរកបុរសចំណាស់ម្នាក់ដែលកំពុងប្រើប្រាស់វាគាត់បានដើរមករកនាងហើយបានសង្កេតឃើញថា
ទោះបីជាអ៊ីរីនាងមិនអាចកម្រើកខ្លួនបានក៏ដោយប៉ុន្តែកែវភ្នែករបស់នាងនៅតែសម្លឹងមើលគាត់ដោយមានស្មារតីបុរសចំណាស់គាត់បានព្យាយាមទំនាក់ទំនងជាមួយនឹងនាងដោយប្រាប់អេរីឲ្យព្រិចភ្នែកម្ដងប្រសិនបើនាងឆ្លើយថាចាស់និងព្រិចភ្នែកពីរដងប្រសិនបើនាងចង់ឆ្លើយថាទេនៅពេលដែលគាត់ចាប់ផ្ដើមសួរសំណួរបុរសចំណាស់គាត់បានដឹងភ្លាមថាអេរីកំពុងត្រូវការជំនួយជាបន្ទាន់បុរសចំណាស់គាត់ប្រញាប់យករទេះរុញមកហើយដាក់អេរីនៅលើនឹងមុននឹងគាត់រុញនាងត្រឡប់ទៅផ្ទះតូចរបស់គាត់វិញដោយមានបំណងជួយសង្គ្រោះបឋមឲ្យនាងទោះជាយ៉ាងណានៅពេលដែលគាត់កំពុងពិនិត្យមើលស្ថានភាពរបស់នាងសំឡេងគោះទ្វារក៏បានលាន់ឮបុរសចំណាស់គាត់រៀបនឹងទៅបើកទ្វារប៉ុន្តែភ្លាមនោះគាត់បានសង្កេតឃើញថាអេរីនាងកំពុងព្រិចភ្នែកយ៉ាងញឹកញាប់ដោយភ័យខ្លាចគាត់មានអារម្មណ៍ភ្លាមពីភាពមិនប្រក្រតីប៉ុន្តែបុរសចំណាស់គាត់នៅតែបន្តទៅបើកទ្វារហើយនៅមុខផ្ទះគាត់បានជួបជាមួយនឹងរីឆាតគាត់បានបង្ហាញអាកប្បកិរិយាប្រញាប់ប្រញាល់ហើយបានប្រាប់ថាប្រពន្ធរបស់គាត់បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ហើយបានវង្វេងចូលទៅក្នុងព្រៃគាត់កំពុងតែត្រូវការជំនួយបុរសចំណាស់គាត់បានប្រាប់ឲ្យរីឆាតអង្គុយចាំនៅខាងក្រៅនៅខណៈដែលគាត់នឹងចូលទៅក្នុងផ្ទះដើម្បីយកទូរស័ព្ទតាក់ទងជាមួយក្រុមជួយសង្គ្រោះរីឆាតគាត់បានដើរចូលទៅក្នុងផ្ទះដោយមិនត្រូវបានគេអញ្ជើញគាត់បានពិនិត្យមើលគ្រប់បន្ទប់ហើយខ្សែភ្នែករបស់គាត់បានតាក់ទាញទៅរទេះដែលនៅក្នុងផ្ទះបាយទោះបីជាគាត់មិនបានឃើញអេរីក៏ដោយគាត់បានចាប់ផ្ដើមសង្ស័យថានឹងមានអ្វីមួយរីឆាតគាត់បានកុហកថាគាត់បានបាត់បង់ទូរស័ព្ទក្នុងពេលកើតគ្រោះថ្នាក់ហើយមិនអាចតាក់ទងនរណាម្នាក់បានទេបុរសចំណាស់គាត់មានអារម្មណ៍ថាមិនទុកចិត្តគាត់ខ្លាំងឡើងហើយបានសម្រេចចិត្តហៅទូរស័ព្ទទៅប៉ូលីសទោះជាយ៉ាងណាមុននឹងគាត់ហៅទូរស័ព្ទទៅប៉ូលីសរីឆាតគាត់ចាប់ផ្ដើមយំចេញមកហើយប្រាប់ថាប្រពន្ធរបស់គាត់មានបញ្ហាផ្លូវចិត្តគាត់បានថែរក្សានាងមករហូតហើយការពារនាងពីគ្រោះថ្នាក់ប្រសិនបើប៉ូលីសរកឃើញនាងពួកគេនឹងដាក់នាងនៅស្ថាប័នផ្លូវចិត្តហើយប្រហែលជានាងនឹងមិនអាចចេញមកវិញបានទៀតទេរីឆាតបានបន្តទៀតថាគាត់មានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំងដែលបានឲ្យនាងបើកឡានពួកគេបានឆ្លោះគ្នារហូតធ្វើឲ្យនាងបាត់បង់ការផ្ដោតអារម្មណ៍ហើយក៏បានកើតគ្រោះថ្នាក់គាត់បានសន្លប់ដោយសារក្បាលបុកនឹងអ្វីមួយហើយនៅពេលដែលគាត់ភ្ញាក់ឡើងមកប្រពន្ធរបស់គាត់បានបាត់ខ្លួនគាត់បានខ្លាចថានាងនឹងជួបគ្រោះថ្នាក់ខណៈដែលរីឆាតកំពុងរៀបរាប់រឿងរបស់គាត់បុរសចំណាស់គាត់បានមើលទៅអេរីដែលកំពុងដេកនៅក្រោមសាឡុងមុខរបស់នាងពោពេញទៅដោយការភ័យខ្លាចប៉ុន្តែបុរសចំណាស់គាត់ក៏បានចាប់ផ្ដើមមានអារម្មណ៍ស្ទាក់ស្ទើរព្រោះរឿងដែលរីឆាតបានរៀបរាប់ហាក់ដូចជាសមហេតុផលគាត់បានគិតអំពីអតីតប្រពន្ធរបស់គាត់ដែលគាត់បានធ្វេសប្រហែសហើយទីបំផុតគាត់បានបាត់បង់នាងហើយដោយសារតែការមានអារម្មណ៍ថាមានកំហុសនេះបានធ្វើឲ្យបុរសចំណាស់ចាប់ផ្ដើមមើលឃើញចិត្តរបស់រីឆាតហើយមុនពេលដែលគាត់រៀបនឹងនិយាយអ្វីមួយទូរស័ព្ទរបស់រីឆាតដែលមុននេះគាត់បានអះអាងថាបាត់បានរោឡើងនៅក្នុងហោប៉ៅខោរបស់គាត់បុរសចំណាស់គាត់ក៏បានយល់ភ្លាមថាអ្នកណាជាអ្នកនិយាយកុហកនៅពេលដែលរីឆាតឃើញស្ថានភាពមិនល្អគាត់បានស្រែកទៅកាន់បុរសចំណាស់ហើយសួរថាហេតុអ្វីបានជារទេះរុញមកនៅក្នុងផ្ទះបាយបុរសចំណាស់គាត់បានទទួលស្គាល់ថាគាត់បានឃើញស្ត្រីជំទង់ម្នាក់ដែលកម្រើកមិនបានដូច្នេះគាត់បានយកនាងទៅសម្រាកនៅក្នុងបន្ទប់ដាក់អីវ៉ាន់ដើម្បីរងចាំក្រុមជួយសង្គ្រោះមកជួយគាត់ឥឡូវនេះគាត់ចង់ឲ្យរីឆាតយកប្រពន្ធរបស់គាត់ចេញពីទីនេះហើយសូមឲ្យគាត់ភ្លេចរឿងទាំងអស់នេះទៅរីឆាតបានញញឹមហើយសន្យាថានឹងធ្វើដូច្នេះប៉ុន្តែមុនដំបូងគាត់ចង់បានទូរស័ព្ទរបស់បុរសចំណាស់ជាមុនសិនបុរសចំណាស់បានធ្វើជាយកទូរស័ព្ទចេញមកបន្ទាប់មកគាត់បានរុញរីឆាតយ៉ាងខ្លាំងហើយធ្វើឲ្យក្រេដួលសង្កត់ទៅលើគាត់បុរសចំណាស់បានប្រើឱកាសនេះហៅទូរស័ព្ទទៅក្រុមជួយសង្គ្រោះក៏ប៉ុន្តែរីឆាតគាត់បានក្រោបចេញពីក្រេបានហើយបានវាយបុរសចំណាស់ពីដំបូងបុរសចំណាស់គាត់បានជាយាមវាយបកទៅវិញហើយហាក់បីដូចជាមានព្រៀបជាងប៉ុន្តែរីឆាតគាត់បានចាប់កំបិតឡើងមកហើយចាក់បុរសចំណាស់រហូតដល់គាត់ដួលមុនពេលគាត់ដើរចេញពីផ្ទះគាត់បានយកប្រេងពីបន្ទប់ហើយចាក់សាំងពេញផ្ទះបន្ទាប់មកគាត់បានដុតផ្ទះឲ្យឆេះអស់ទៅនៅពេលនោះអ៊ីរីនាងចាប់ផ្ដើមអាចធ្វើចលនាបានបន្តិចបន្តួចនៅពេលដែលរីឆាតគាត់កំពុងចាក់ចេញគាត់បានសង្កេតឃើញវាំងណូននៅតាមបង្អួចកំពុងឆាបឆេះរីឆាតបានប្រញាប់ត្រឡប់ចូលទៅក្នុងផ្ទះវិញហើយបានឃើញថាអ៊ីរីនាងនៅមានជីវិតគាត់បានលើកនាងឡើងហើយបោះនាងទៅក្នុងឡានរបស់បុរសចំណាស់មុននឹងបើកឡានចេញពីផ្ទះដែលកំពុងឆេះរីឆាតបានបន្ទោសអ៊ីរីថាជាដើមហេតុដែលធ្វើឲ្យគាត់ត្រូវសម្លាប់មនុស្សហើយនៅពេលដែលគាត់កំពុងតែស្ដីឲ្យអ៊ីរីកូនស្រីរបស់គាត់ក៏បានទូរស័ព្ទមកគាត់ក្មេងស្រីនោះបាននិយាយដោយរំភើបថានាងនិងម្ដាយនាងនឹកគាត់ខ្លាំងណាស់ហើយចង់ទៅជួបឪពុកនៅផ្ទះតូចព្រោះគាត់នៅទីនោះញឹកញាប់រីឆាតគាត់បានព្យាយាមគ្រប់គ្រងអារម្មណ៍ឆ្លើយតបដោយសម្លេងដ៏កក់ក្ដៅប៉ុន្តែនៅក្នុងចិត្តរបស់គាត់ពោពេញទៅដោយកំហឹងហើយលើសពីនេះទៅទៀតឥឡូវនេះប្រេងឡានរបស់គាត់ក៏ជិតអស់ហើយរីឆាតក៏ត្រូវតែឈប់នៅស្ថានីយ៍ប្រេងនៅពេលទៅដល់គាត់ក៏បានយកមួកមកពាក់ឲ្យអ៊ីរីដើម្បីលាក់បាំងអត្តសញ្ញាណមុននឹងចុះទៅបង់ប្រាក់ដោយគាត់បានទុកឲ្យនាងនៅក្នុងឡានតែម្នាក់ឯងអ៊ីរីនាងបានព្យាយាមរកវិធីទាក់ទាញនិងការយកចិត្តទុកដាក់ពីមនុស្សជុំវិញនោះប៉ុន្តែនាងមិនអាចកម្រើកមាត់បានច្រើននោះទេទោះជាយ៉ាងណាក៏ដោយអ៊ីរីនាងបានដោះខ្សែក្រវ៉ាត់សុវត្ថិភាពចេញហើយដោះមួកចេញហើយក៏មានក្មេងប្រុសម្នាក់បានដើរកាត់នោះហើយឃើញអ្វីមួយខុសធម្មតាគាត់កំពុងនឹងប្រាប់ម្ដាយរបស់គាត់ប៉ុន្តែរីឆាតគាត់ក៏បានត្រឡប់មកវិញទាន់ពេលរីឆាតបាននាំនាងត្រឡប់ទៅកន្លែងកាត់ហេតុនៅពេលព្រឹកដើម្បីជួសជុលឡានរបស់គាត់នៅពេលនោះអ៊ីរីនាងអាចកម្រើកខ្លួនបានបន្តិចភ្លាមនោះឡានប៉ូលីសចរាចរណ៍ក៏បានមកឈប់នៅជិតនោះព្រោះថាម្ដាយរបស់ក្មេងប្រុសនៅស្ថានីយ៍ប្រេងបានហៅទូរស័ព្ទទៅប៉ូលីសអំពីស្ត្រីម្នាក់ដែលនៅក្នុងឡានរបស់រីឆាតគាត់បានព្យាយាមពន្យល់ថាវាគ្រាន់តែជាការយល់ច្រឡំហើយប្រាប់ប៉ូលីសថាប្រពន្ធរបស់គាត់គ្រាន់តែស្រវឹងព្រោះពួកគេទើបតែបាត់បង់កូនប្រុសហើយនាងនៅតែមិនអាចទទួលយកបាននៅពេលដែលប៉ូលីសកំពុងតែស្ដាប់រឿងរ៉ាវរបស់គាត់អ៊ីរីនាងបានចាប់ផ្ដើម
យំចេញមកនៅពេលដែលនាងគិតអំពីកូនប្រុសរបស់នាងនេះបានធ្វើឲ្យប៉ូលីសស្ទើរតែជឿរឿងកុហករបស់រីឆាតប៉ុន្តែភ្លាមៗនោះសម្លេងរបស់អេរីក៏ចាប់ផ្ដើមត្រឡប់មកវិញនាងបានព្យាយាមស្រែកសុំជំនួយយ៉ាងខ្លាំងនៅពេលដែលប៉ូលីសមើលទៅក្នុងឡានគាត់បានឃើញជាមួយនឹងសារ៉ាំងចាក់ថ្នាំនិងខ្សែចងនេះបានធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថាមានអ្វីមួយខុសពីធម្មតាទោះជាយ៉ាងណាពេលនោះរីឆាតក៏បានប្រើចង្វាក់ដែកវាយប៉ូលីសរហូតដល់គាត់ដួលបន្ទាប់មកក៏អូសសពទៅដាក់នៅក្នុងឡានប៉ូលីសហើយចាក់សាំងដុតមុននឹងគាត់បើកឡានចេញទៅជាមួយនឹងអេរីនៅពេលដែលរីឆាតកំពុងបើកឡានគាត់បានចាប់ផ្ដើមបន្ទោសអេរីថាជាដើមហេតុនៃបញ្ហាទាំងអស់គាត់ខឹងថានាងបានធ្វើឲ្យគាត់ត្រូវសម្លាប់មនុស្សម្ដងទៀតអេរីនាងចាប់ផ្ដើមគិតអំពីរឿងដែលរីឆាតបាននិយាយប្រាប់នាងនៅពេលដែលគាត់នៅក្នុងពេទ្យហើយសង្ស័យថានោះគឺជាពេលវេលាដែលគាត់ចាប់ផ្ដើមវង្វេងស្មារតីទោះជាយ៉ាងណារីឆាតគាត់មិនគិតដូច្នេះទេគាត់គិតថាពេលដែលគាត់ឃើញសពរបស់ខូអ៊ីទើបធ្វើឲ្យគាត់យល់ពីគោលបំណងរបស់ខ្លួនឯងអេរីនាងបានព្យាយាមប្រើឱកាសនេះដើម្បីធ្វើឲ្យរីឆាតផ្លាស់ប្ដូរចិត្តនាងបានរំលឹកគាត់ថាគាត់នៅមានគ្រួសារដែលស្រឡាញ់គាត់នាងបានសុំឲ្យគាត់ដោះលែងនាងព្រោះនាងមិនមានអ្វីតាក់ទងជាមួយនឹងគាត់ទេហើយនាងមិនអាចនាំប៉ូលីសទៅចាប់គាត់បានទេទោះជាយ៉ាងណារីឆាតគាត់មានផែនការផ្សេងគាត់បានបើកឡានយកអេរីទៅកាន់បឹងទន្លេសាបមួយកន្លែងនៅពេលទៅដល់គាត់បានអូសនាងចេញពីឡានហើយយកនាងទៅលើទូកហើយចែវទៅកណ្ដាលបឹងអេរីគិតថានាងប្រហែលជាមិនអាចរត់គេចចេញពីគាត់បានទេនាងបានសុំឲ្យគាត់យកទូកលេងរបស់កូនប្រុសរបស់នាងចេញមករីឆាតគាត់បានឈរស្ងៀមមួយផ្លេតហើយអោនទៅយកវានៅពេលនោះអេរីបានចាប់កាំបិតហើយចាក់រីឆាតចំកញ្ចុងករីឆាតបានថយក្រោយទោះបីជាគាត់មានឈាមចេញមកក៏ដោយប៉ុន្តែគាត់នៅតែមិនទាន់អស់កម្លាំងរីឆាតគាត់បានព្យាយាមដកកាំបិតចេញហើយចាប់ផ្ដើមចុងកំភ្លើងទៅអេរីតែអេរីនាងបានរុញរីឆាតធ្លាក់ពីទូកចូលទៅក្នុងទឹករីឆាតគាត់បានព្យាយាមហែលទឹកឡើងមកលើទូកប៉ុន្តែអេរីនាងបានចាប់កំភ្លើងហើយបាញ់គាត់ខ្លួនរបស់គាត់បានលិចទៅក្នុងទឹកហើយអេរីនាងក៏អស់កម្លាំងដែរស្ទើរតែមិនអាចនឹងកម្រើកខ្លួនបានពេលវេលាកន្លងផុតទៅអេរីនៅតែដេកនៅលើទូកខណៈដែលទូកកំពុងតែលិចទឹកហើយទឹកក៏ចាប់ផ្ដើមហូរចូលមកទីបំផុតទូកក៏បានលិចទៅក្នុងទឹកខណៈដែលកូនទូកតូចមួយបានអណ្ដែតឡើងនៅលើផ្ទៃទឹកហើយអេរីនាងក៏បានហែលទឹកឡើងមកច្រាំងនាងបានមើលទៅរីឆាតដែលនៅតែដេកនៅទីនោះហើយនិយាយថាអរគុណទោះបីជាវាហាក់បីដូចជាចម្លែកសម្រាប់មនុស្សដែលជាយាមសម្រាប់នាងក៏ដោយប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវទាំងអស់នេះនាងបានយល់ពីតម្លៃនៃការរស់នៅបន្តទៀតបន្ទាប់មករឿងនេះក៏បានបញ្ចប់ដោយបរិបូរណ៍